សួស្តីអ្នកនរគ្នាខ្ញុំបង្ហាញអំពីការបដូរលេខកូដ Facebook របស់យើងគេដែលខ្ញុំបានលើធម្មតាអញ្ចឹងអ្នកគ្នាគាត់ជិះឃើញបាទអូខេអញ្ចឹងមុននឹងចូលទៅអ្នកគ្នាកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងនៅ channel របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេជាដំបូងអ្នកគ្នាចូលមក Facebook មកអ្នកគ្នាប្រកាសជិះឃើញពី profile របស់យើងនេះបាទរូប profile របស់យើងនៅខាងក្រោមនេះហើយតែសម្រាប់ Oppo វានៅខាងលើតែ iPhone វានៅខាងក្រោមទេយើងបងប្អូនចូលទៅនឹងមកបាទតោះមកចេញរងមកបងប្អូនអស់មកក្រោមមកអូខេបងប្អូនប្រកាសជិះឃើញពាក្យ setting ហ្នឹងចុចត្រង់ហ្នឹងមកបាទហើយពេលលុបបែបនេះបងប្អូនចូលពាក្យ setting បាទនេះខាងលើមានរូបមនុស្សហ្នឹងបាទ setting ដដែលអូខេចុចទាំង meta ហ្នឹងមកតោះមកបងប្អូនឃើញពាក្យ password and security នេះចុចត្រង់ហ្នឹងមកបាទដើម្បីធ្វើការទៅបដូរលេខកូដរបស់យើងអូខេអញ្ចឹងប្រកាសជិះឃើញបាទនេះ change password ហ្នឹងគឺផ្លាស់ប្ដូរបាទផ្លាស់ប្ដូរលេខកូដរបស់យើងអូខេចុះ profile របស់យើងមកអូខេខាងលើនេះគឺយើងធ្វើការពេញលេខកូដចាស់ហើយខាងក្រោមពីរនេះគឺយើងធ្វើការបំពេញលេខកូដថ្មីបាទពីខាងក្រោមគឺយើងដាក់លេខកូដថ្មីហើយមួយខាងលើនោះគឺលេខកូដចាស់មកយើងអូខេហើយអក្សរពណ៌ខៀវកន្លែង click password នេះបងប្អូនអាចចុចទាំងហ្នឹងបាទបើបងប្អូន click password ចាស់ហើយបងប្អូនជ្រើសរើសមកបាទ Facebook បងប្អូន connect មួយជាលេខបងប្អូនមួយណាដែលកំពុងតែប្រើហ្នឹងបាទវិស័យខ្ញុំមានច្រើនលេខបាទមានតែ2លេខទេដោយសារខ្ញុំ2ទៀតភ្ជាប់ជាមួយកម្មវិធី SAP app ហ្នឹងហើយមួយទៀតគឺយើងភ្ជាប់ទៅនេះខាងក្រោមនេះបាទអញ្ចឹងបងប្អូនអាចចុចលេខហ្នឹងទៅហើយផ្ញើមកគឺផ្ញើលេខកូដមួយខ្ទង់មកបងប្អូនធ្វើការបញ្ចូលទៅគឺយើងអាចដូរលេខកូដថ្មីបានតោះឥឡូវយើងបដូរលេខកូដរបស់យើងទាំងគ្នាបាទតែដោយសារខ្ញុំដាក់លេខកូដចាស់ទេដោយសារខ្ញុំចាំលេខកូដចាស់ហ្នឹងអូខេនេះទៅការពេញមកបាទខាងក្រោម2ហ្នឹងឲ្យដូចគ្នាមកណាបងប្អូនអូខេបន្តមកបងប្អូនឃើញសញ្ញាគ្រីសកន្លែងនេះនេះបាទបងប្អូនគ្រីសនេះបងប្អូនធ្វើការគ្រីសមកបាទដើម្បីទូរស័ព្ទផ្សេងទៀតដែលលេខខោរបស់យើងធ្វើការធាក់ចេញបាទអូខេបន្តមកចុច change password ហ្នឹងមកបាទនៅកំពុងដំណើរការបាទវាធ្វើការ verify ផ្ញើលេខទូរស័ព្ទផ្ញើលេខកូដចូលលេខទូរស័ព្ទដៃរបស់យើងលេខកូដមានចំនួន1ខ្ទង់បាទហើយសារលេខទូរស័ព្ទដៃរបស់ខ្ញុំភ្ជាប់ជាមួយកម្មវិធី SAP app ហ្នឹងគេផ្ញើចូលមកកម្មវិធីហ្នឹងបានទេបាទធ្វើការបញ្ចូលទៅផ្លេចទីអ្នកគ្នាបាទរកមើលសិន1ខ្ទង់បាទដាក់ឲ្យពេញជាងគេមកចឹងមកតោះមកចុច next មកបាទកំពុងដំណើរការហើយបងប្អូនអូខេដោយសារវាមានបញ្ហាដោយសារវាលោតមកវិញបែបនេះគឺមានបញ្ហាដោយសារខ្ញុំដាក់លេខកូដចាស់គឺអត់ត្រូវទេបាទអក្សរពណ៌ក្រហមហ្នឹងលេខកូដចាស់បាទគឺអត់ត្រូវទេចឹងដាក់ម្ដងទៀតចុចជូនវិញមកអូខេអូលេខកូដថ្មីខុសទៀតអ្នកនរគ្នាបាទអញ្ចឹងបងប្អូនមុននឹងជូនប៉និតមើលមកណាកុំឲ្យដូចខ្ញុំបាទអត់បានប៉និតមើលខុសគ្នាបាទពីខាងក្រោមហ្នឹងអ្នកគ្នាដាក់ឲ្យត្រូវដូចគ្នាហើយឲ្យមានចំនួនបាទចំនួនដូចជា8ខ្ទង់ឬក៏6ខ្ទង់នេះណាគ្នាបាទដូចជា6ខ្ទង់ឡើងបងប្អូនអរគ្នាបាទដាក់អញ្ចឹងមកហើយមានលាអក្សរលាអីចឹងណាអូខេពេលវាលោតអក្សរ background ខាងក្រោមនេះគឺបានហើយអ្នកគ្នាយើងបានបដូរបានជោគជ័យហើយបាទអូខេបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗពី channel របស់យើងខ្ញុំជារៀងរាល់ថ្ងៃបាទអរសូមអរគុណច្រើនជួបគ្នាវីដេអូក្រោយ